សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទដើម្បីទទួលបានព័ត៌មានថ្មីនៅតាមព្រំដែនបាទពាក់ព័ន្ធទៅនឹងការឈ្លានពានរបស់កងទ័ពថៃមកលើប្រទេសកម្ពុជាយើងជាបឋមខ្ញុំសូមជូនវេទិកាជូនលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដើម្បីធ្វើបច្ចុប្បន្នភាពសូមជើញលោកជំទាវបាទចាសសូមគោរពអរគុណអាដាមសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលថ្ងៃទី20ខែធ្នូឆ្នាំ2025នេះគឺជាការឈ្លានពានរបស់យោធាថៃនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងស្ថានភាពនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5សូមជម្រាបជូនផងដែរថាមកដល់ថ្ងៃនេះភាគីថៃនៅតែបន្តរំលោភបំពានលើបទជបាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ហើយសកម្មភាពបំផ្លិចបំផ្លាញនិងឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាគឺជាការបង្ហាញយ៉ាងច្បាស់ថាគឺពីមួយថ្ងៃទៅមួយថ្ងៃយោធាថៃកាន់តែសាហាវកាន់តែខូខើនិងអមនុស្សធម៌ដែលជាអំពើរំលោភបំពានទៅលើច្បាប់អន្តរជាតិច្បាប់មនុស្សធម៌អន្តរជាតិនិងជាសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរនេះខ្ញុំសូមអនុញ្ញាតជម្រាបជូនអំពីស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តព្រះវិហារដែលភាគីថៃនៅតែបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង8:00នាទីព្រឹករហូតដល់វេលាម៉ោង15:00នាទីរសៀលថ្ងៃនេះគិតមកដល់វេលាម៉ោង7:15:00នាទីយោធាថៃនៅបន្តបាញ់ប្រហារដោយប្រើកាំភ្លើងធំនិងកាំភ្លើងយន្តបំពាក់លើរថក្រោះនៅក្នុងភូមិសាស្ត្រភ្នំខ្មោចនិងជាំតែនៅវេលាម៉ោង16:00នាទីរសៀលយោធាថៃបានបន្តបាញ់កាំភ្លើង DK106 និងកាំភ្លើងធំចូលមកក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងបន្តឈរជើងនិងតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី2ស្ថានភាពជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃនៅបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង8:00នាទីព្រឹករហូតដល់ម៉ោង15:00នាទីរសៀលថ្ងៃទី20ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង8:13នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង9:20នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលបានចូលជ្រៅរហូតដល់ភូមិសាស្ត្រស្រុកវាលវែងខេត្តពោធិ៍សាត់ចូលរហូតដល់ជើងភ្នំ1005ចាប់ពីវេលាម៉ោង9:30នាទីដល់ម៉ោង9:55នាទីយោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្របឹងត្រកួនចាប់ពីវេលាម៉ោង9:59នាទីដល់វេលាម៉ោង11:30នាទីយោធាថៃបានបន្តបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្របឹងត្រកួនបន្ថែមទៀតនៅវេលាម៉ោង10:30នាទីយោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការរំលោភក្នុងដែនអាកាសអធិបតេយ្យរបស់កម្ពុជាក្នុងភូមិសាស្ត្រថ្មដានៅវេលាម៉ោង11:01នាទីរហូតដល់ម៉ោង11:16នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន3គ្រាប់មកលើទីតាំងអគារពាណិជ្ជកម្មឯកជនរបស់ប្រជាជនស៊ីវិលមួយកន្លែងនៅក្នុងភូមិសាស្ត្រច្រកព្រំដែនជ័យជំនះនៅវេលាម៉ោង11:01នាទីដល់វេលាម៉ោង11:16នាទីដដែលយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់បែកចំនួន2គ្រាប់បន្ថែមទៀតកំទេចសាលាបឋមសិក្សាក្នុងភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់
នៅវេលាម៉ោង 11:15 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រឃុំថ្មដានៅវេលាម៉ោង 12:38 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 13:04 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រព្រៃច័ន្ទនៅវេលាម៉ោង 13:43 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 14:10 នាទីយោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រច្រកជ័យជំនះនៅវេលាម៉ោង 14:15 នាទីយោធាថៃបានបាញ់ផ្លោងកាភ្លើងធំ 155 មីលីម៉ែត្រចំនួន 2 គ្រាប់ចូលក្នុងភូមិសាស្ត្រស្រុកស្វាយជែកខេត្តបន្ទាយមានជ័យដែលជាទីតាំងប្រជុំជនមានប្រជាជនស៊ីវិលរស់នៅច្រើនកកកចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តឈរជើងនិងតាមដានដោយយកចិត្តទុកដាក់សូមធ្វើការបញ្ជាក់ជូនជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែចំពោះភាគីថៃដែលបានធ្វើសកម្មភាពវាយប្រហារមកលើទីតាំងស៊ីវិលរបស់កម្ពុជានិងធ្វើឲ្យប្រជាជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិតនិងរបួសជាច្រើនអ្នកនិងបង្កឲ្យខូចខាតដល់ទីតាំងស៊ីវិលទីតាំងសាធារណៈរួមទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងដែនអធិបតេយ្យរបស់កម្ពុជាច្រើនរាប់មិនអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងដោយមិនងាករេទោះក្នុងតម្លៃណាក៏ដោយនឹងខ្ញុំសូមជម្រាបជូនផងដែរថាសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពជួរមុខនៅតាមបន្ទាត់ព្រំដែនក្រសួងការពារជាតិនឹងធ្វើការផ្សាយជូនតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public and members of the press. On the afternoon of December 20, 2025, which is the 14 days of the Thai invasion on the legitimate sovereign territory of Cambodia in the 4th and 5th military regions. Up until today, the Thai military has continuously violated the ceasefire agreement and the joint declaration on the peace between Cambodia and Thailand, signed by both parties on October 26, 2025. The destructive and invasive action of the Thai side on Cambodia's territorial integrity and sovereignty have shown that the Thai military has become more brutal, more ruthless, and inhuman day by day. Such acts constitute an devastating breach of international legal instruments, especially international humanitarian law. First, the frontline situation at the 4th military region in the Pravihir province. The Thai military continued its attack on Cambodia from 8 a.m. until 3 p.m. on December 20, 2025. As of 3 p.m., the Thai military continued their attacks by using artillery and tanks-mounted guns in the area of Phnom Kmoi and Chom Tai. At 4 p.m., the Thai military used DK guns and artillery to fire into the area of Pravihir Temple. The situation in other areas remains calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th military region in Banteay Meanchey and Posat provinces. The Thai military continued its attacks on Cambodia from 8 a.m. until 3 p.m. on December 20, 2025. At 8:13 a.m., the Thai military fire fell into the area of Praychan village.
At 9:20 a.m., the Thai military deployed reconnaissance drones violating Cambodian airspace by flying over the area of Wil Veng district, Posak province, further deep into the base of Phnom Mapon Pram. From 9:30 a.m. to 9:55 a.m., the Thai military continued to fire artillery shell into the area of Bang Trakun. From 9:59 a.m. to 11:30 a.m., the Thai military continued to fire artillery shell into the area of Bang Trakun. At 10:30 a.m., the Thai military deployed reconnaissance drone and violated Cambodian airspace in the area of Thmoda commune. From 11:01 a.m. to 11:16 a.m., the Thai military has deployed F-16 fighter jets to conduct an airstrike, dropping 3 bombs on the civilian-owned commercial building near the Chejumneh border checkpoint. From 11:01 a.m. to 11:16 a.m., the Thai military has deployed F-16 fighter jets to drop 2 bombs and to destroy a primary school located in Thmoda commune, Wil Veng district. At 11:15 a.m., the Thai military deployed reconnaissance drone violating Cambodian airspace in the area of Thmoda commune. At 12:38 p.m., the Thai military fired shell into the area of Bang Trakun. At 1:04 p.m., the Thai military fired shell into the area of Prejan village. At 1:43 p.m., the Thai military continued to fire shell into the area of Bang Trakun. At 2:10 p.m., the Thai military deployed drones to bombard the area of Chejumneh border checkpoint. At 2:15 p.m., the Thai military fired 2 rounds of 155mm artillery shell into the densely populated civilian area in Swai Chek district, Banteay Meanchey province. The situation in other areas remains calm, but our force continue to monitor closely and remain highly vigilant. We wish to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the death and injuries to many innocent Cambodian civilians, as well as self-destruction to various civilian areas, public site, and civilian infrastructure within the sovereign territory of Cambodia. The royal government, the armed force, and the people of Cambodia unite as one to defend at all costs the dignity, sovereignty, and territorial integrity of our motherland with courage and unwavering determination. For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defense of Cambodia. សូមអរគុណ បាទសូមអរគុណលោកជំទាវឧត្តមសេនីយ៍ឯកដែលបានធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងស្ថានភាពយោធានៅតាមព្រំដែនបាទហើយតទៅនេះខ្ញុំបាទនឹងមានព័ត៌មានមួយចំនួនតាក់ទងទៅនឹងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីឈានទៅបញ្ចប់ចំនួនកម្ពុជាថៃហើយក៏ដូចជាការធ្វើបច្ចុប្បន្នភាពអំពីផលប៉ះពាល់នៃការអំពើឈ្លានពានរបស់ថៃមកលើជនស៊ីវិលហើយនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបាទព័ត៌មានទី1គឺតាក់ទងទៅនឹងវត្តមានរបស់ប្រិស័ទចិនបាទប្រិស័ទពិសេសចិននៅរាជធានីភ្នំពេញអាដាមតេងស៊ីជុនប្រិស័ទពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការប
បរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកំពុងតែស្ថិតនៅរាជធានីភ្នំពេញដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ធូរបន្ថយកម្ដៅនិងបញ្ចប់ចំនួនប្រដាប់អាវុធរវាងកម្ពុជានិងថៃក្នុងអំឡុងពេលទស្សនកិច្ចនេះអាយដាមតេងស៊ីជុនបានចូលរួមជួបសម្ដែងការគួរសមជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី19ខែធ្នូឆ្នាំ2025ហើយនឹងក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយនឹងឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិឯកឧត្តមឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិហើយនឹងឯកឧត្តមនាយឧត្តមសេនីយ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកក្នុងអំឡុងពេលនៃជំនួបទាំងនោះភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឲ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែបង្អង់និងបានសង្កត់ធ្ងន់ថាការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននៅដំណោះស្រាយនៃទំនាស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការគោរពនិងអនុវត្តយ៉ាងពេញលេញនៅក្របខ័ណ្ឌទ្វេភាគីនិងយន្តការដែលបានព្រមព្រៀងគ្នាដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ហើយនឹងសម្រេចបាននៅដំណោះស្រាយយុត្តិធម៌យូរអង្វែងប្រកបដោយចីរភាពនិងសន្តិភាពស្របតាមច្បាប់អន្តរជាតិសម្ដេចធិបតីនាយករដ្ឋមន្ត្រីថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រជូនចំពោះប្រទេសចិនជាពិសេសចំពោះឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងភាពជាអ្នកដឹកនាំនិងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តមដើម្បីស្ដារសន្តិភាពរវាងប្រទេសទាំងពីរក៏ដូចជាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សម្ដេចធិបតីបានគូសបញ្ជាក់ថាប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមានហើយបានប្រកាន់ខ្ជាប់ជានិច្ចផងដែរនៅគោលការណ៍មិនប្រើប្រាស់កម្លាំងនិងដោះស្រាយជំលោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិគោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាក្នុងការអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជាថៃឯកឧត្តមតេងស៊ីជុនបានបញ្ជាក់ជាថ្មីថាប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនារវាងកម្ពុជាថៃក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធីឯកឧត្តមបានសង្កត់ធ្ងន់ថាក្នុងនាមជាមិត្តរបស់កម្ពុជានិងថៃប្រទេសចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលមានគោលបំណងសម្រេចឲ្យបានបត់ឈប់បាញ់ដោយគ្មានបង្អែបង្អង់ក្នុងការវិលត្រឡប់ទៅរកភាពកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរសម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះនិងស្ដារសន្តិភាពឡើងវិញដែលអាចអនុញ្ញាតឲ្យប្រជាជននៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាពស្ថិរភាពភាពជាអ្នកជិតខាងល្អនិងវិបុលភាពសម្ដេចធិបតីបានថ្លែងអំណរគុណដល់ប្រទេសចិនដែលបានត្រៀមខ្លួនក្នុងការផ្ដល់ជំនួយមនុស្សធម៌ដើម្បីគ្រប់គ្រងដល់សហគមន៍ដែលរងផលប៉ះពាល់បាទ Greeting member of the press and all His Excellency Deng Xijun Special Envoy of Asian Affairs of Ministry of Foreign Affairs of the People's Republic of China is in Phnom Penh to discuss effort to de-escalate and bring an end to the ongoing armed conflict between Cambodia and Thailand. During the visit, His Excellency Deng Xijun paid a courtesy call on Samdech Mahabawar Theppadei Hun Manet, Prime Minister of Kingdom of Cambodia, on the morning of the 19 December 2025. He also called on and had extensive discussion with His Excellency Deputy Prime Minister Prak Sokhonn, Ministers of Foreign Affairs and International Cooperation, His Excellency Deputy Prime Minister Tia Seiha, Ministers of National Defense, and General Mao Supan, Deputy Commander-in-Chief of the Royal Cambodian Armed Forces and Commander of the Royal Cambodian Army. During these meetings, both sides
underscore the urgent need for immediate ceasefire and emphasize that peaceful dialogue remain the only viable path toward resolving differences. សម្ដេចទឹកប្តី Prime Minister emphasize that the importance that the fully respecting and implementing agreed bilateral framework and established mechanism which remain essential tool for addressing differences and achieving a fair, lasting, sustainable and peaceful solution in accordance with international law. On this occasion, Samdech Theppadei expressed his sincere gratitude to China, in particular to His Excellency Xi Jinping, President of the People's Republic of China, for his leadership and personal efforts to restore peace between the two countries and to remain regional peace and stability. He underscored that Cambodia firmly adheres to the ceasefire since its entry into force and has consistently upheld to the principle of non-use of force and the peaceful settlement of dispute in accordance with the international law. This principle will continue to guide Cambodia's approach to the border situation between Cambodia and Thailand. His Excellency Deng Xijun reaffirmed that China will continue to play a constructive role in facilitating dialogue between Cambodia and Thailand and with a view of promoting the peaceful settlement of the disputes. He emphasized that China, as a friend of both Cambodia and Thailand, stand ready to contribute to all effort aimed at realizing an immediate ceasefire and returning to rebuilding trust between the two neighboring countries. Samdech Theppadei Hun Manet expressed his appreciation for China's effort to help end the conflict and restore peace, enabling the people of both countries to live side by side in peace, stability, good neighborliness, and shared prosperity. He also thanked China for commitment of providing humanitarian assistance to support affected communities. Thank you. ខ្ញុំនឹងមានព័ត៌មានមួយទៀតសម្រាប់ចែកជូនបងប្អូនយើងបាទអំពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃទៅលើជនស៊ីវិលហើយនឹងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសកម្ពុជាគិតមកទល់នឹងថ្ងៃទី20ខែធ្នូឆ្នាំ2025នេះគឺមានរយៈពេល14ថ្ងៃហើយដែលកងទ័ពថៃបានបើកការវាយប្រហារឈ្លានពានយ៉ាងកំរោលមកលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាកងទ័ពថៃឈ្លានពានបានទម្លាក់គ្រាប់បែកទៅលើទីតាំងស៊ីវិលដោយមិនរើសមុខនិងមិនរើសទីកន្លែងដែលធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏រងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃជាក់ស្ដែងរហូតមកទល់នឹងពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរស្លាប់ចំនួន18នាក់និងរងរបួស79នាក់ក្នុងនោះមានស្ត្រីមានកុមារនិងមានមនុស្សចាស់ជរាចំណែកឯពលរដ្ឋភៀសសឹកដែលចេញពីផ្ទះសម្បែងបានកើនឡើងដល់ជាង50,000នាក់ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជាផ្ទះសម្បែងផ្លូវស្ពានសាលារៀនមន្ទីរពេទ្យអគារអាជីវកម្មឯកជនវត្តអារាមរហូតទៅដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃដោយការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃការប្រើប្រាស់អាវុធធនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់មានយន្តហោះទម្លាក់គ្រាប់បែក F16 នាវាចម្បាំងកាំភ្លើងផ្លោង
ក្របបែកចង្កោម drone គ្រប់ប្រភេទនិងការបាញ់ផ្សែងពុលមកលើកងទ័ពនិងជនស៊ីវិលកម្ពុជាបានកើតឡើងស្ទើរតែរៀងរាល់ថ្ងៃដោយគ្មានលុះឡើយសកម្មភាពព្រៃផ្សៃនិងអមនុស្សធម៌នេះវាគឺជាអំពើផ្កើននិងចំអកឡក់លើយចំពោះសហគមន៍អន្តរជាតិមានដូចជាសហរដ្ឋអាមេរិកចិនសហភាពអឺរ៉ុបប្រធានបដូវវេនអាស៊ានហើយនិងបណ្ដាប្រទេសផ្សេងទៀតដែលបានអំពាវនាវឲ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកកិច្ចគោរពកិច្ចព្រមព្រៀងឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅទីក្រុងកូឡាឡំពួរវិញអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសកោតទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារយ៉ាងសាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជានិងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិនិងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់និងបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីជាចាំបាច់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏សូមកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ពនិងវីរៈកងនគរបាលជាតិដ៏អង្អាចក្លាហានដែលកំពុងតស៊ូយ៉ាងស្វិតស្វាញក្រាញញញៀលប្រឆាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជានិងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានស្រាក់ដៃគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរបង្កើតបានជាខឿនការពារជាតិរបស់ប្រជាជនយ៉ាងរឹងមាំនៅពីក្រោយរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងសូមកត់សម្គាល់ថាពេលនេះសហគមន៍អន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃនៃការតស៊ូដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលនិងរបស់ប្រជាពលរដ្ឋខ្មែរដើម្បីការពារបូរណភាពទឹកដីនិងមើលឃើញកាន់តែច្បាស់អំពីអំពើឈ្លានពានយ៉ាងព្រៃផ្សៃអមនុស្សធម៌របស់ប្រទេសថៃដែលបានបង្កវិនាសកម្មធ្ងន់ធ្ងរមកលើជនស៊ីវិលស្លូតត្រង់និងហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជាបើទោះបីជាមេដឹកនាំថៃខិតខំនិយាយភូតកុហកដើម្បីបង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិយ៉ាងណាក៏ដោយក៏ពួកគេមិនអាចបិទបាំងការពិតនេះបានឡើយដូច្នេះប្រទេសឈ្លានពានមួយនេះនឹងត្រូវទទួលផលតបវិញសមនឹងអំពើឃោឃៅរបស់ខ្លួនជាក់ជាមិនខានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាក៏សូមអំពាវនាវជាថ្មីម្ដងទៀតដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បាទសូមប្រុងប្រយ័ត្នចំពោះព័ត៌មានคล้ายៗហើយនឹងការមូលបង្កាច់របស់សារព័ត៌មានថៃដែលជាសង្គ្រាមចិត្តសាស្ត្រដើម្បីភូតកុហកប្រជាពលរដ្ឋថៃខ្លួនឯងផងហើយនឹងដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរក៏ដូចជាបំបែកកម្លាំងសាមគ្គីភាពរឹងមាំរវាងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំរបស់យើងផងទន្ទឹមនឹងនេះក៏សូមជនរួមជាតិប្រុងប្រយ័ត្នផងដែរចំពោះក្រុមជ្រុលនិយមមួយចំនួននៅក្រៅប្រទេសដែលជាអ្នកបម្រើយ៉ាងសកម្មនៅសង្គ្រាមចិត្តសាស្ត្ររបស់ថៃតាមរយៈការជួយបំពងសម្លេងពីសារព័ត៌មានថៃនិងបង្កើតមាតិកាបំបែកបំបាក់ខ្មែរដើម្បីបម្រើសង្គ្រាមចិត្តសាស្ត្ររបស់សត្រូវឈ្លានពានទឹកដីយើងទៅវិញសូមជនរួមជាតិរងចាំទទួលព័ត៌មានផ្លូវការពីក្រសួងការពារជាតិនិងក្រសួងស្ថាប័នផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលបាទសូมអរគុណAs of December 2025, it has been 14 days since the Thai military launched a brutal invasion against the sovereignty and territorial integrity of Cambodia. The invading Thai military has indiscriminately bombarded civilian areas and infrastructures, causing numerous Cambodian civilians to suffer and number continue to rise while civilian infrastructures are being destroyed every day. Precisely up to now, 18 Cambodian civilians has died and
79 have been injured, including women, children, and elderly. Meanwhile, the number of displaced civilians fleeing their home has increased to over 500,000. Many civilian infrastructures such as houses, roads, bridges, schools, hospitals, private business buildings, pagoda, and even ancient temples, which are invaluable cultural heritage of humanity, has been continuously damaged by bombs dropped by the invading Thai military. The use of heavy and destructive weapons and equipment such as F-16 fighter jet, cluster bomb, drone, and the spraying of toxic gas on the Cambodian military and innocent civilian has occurs every day. Such a vicious and inhumane acts are blatant and insolent acts toward the international community, including the United States of America, the People's Republic of China, the European Union, the Asian Rotating Chair, and other countries that have called for a cessation of hostility and a return to respect for the ceasefire and Kuala Lumpur Joint Declaration. The spokesperson for the Royal Government of Cambodia condemned in the strongest possible terms the barbaric, ruthless, and inhumane attacks launched by the invading Thai military on the innocent Cambodian civilian and civilian infrastructures. We also appeal to the international community to pressure Thailand to immediately stop violating international law and to compel this country to turn to resolve the issue through peaceful means. The spokesperson for the Royal Government of Cambodia also highly value and deeply appreciate the heroic Cambodian armed forces who have continued to stand strong, brave, and steadfast in their fight against the invading enemy to defend the legitimate sovereign territory of Cambodia. In the meantime, the spokesperson also expressed deep gratitude toward fellow Cambodian citizens, both domestic and abroad, who stand united as one, forming a great foundation policy to defend our motherland. Backstopping the royal government and our heroic armed forces. It is worth noting that the international community has now clearly witnessed the just struggle of the royal government of Cambodia and the Khmer people in defending Cambodian territorial integrity, as well as the undeniable proof of the Thai brutal and inhumane acts of invasion that have caused severe destruction to innocent civilian Cambodian and civilian infrastructures. Even though the Thai leadership has been trying to deceive and divert the attention of the international communities, Thailand cannot conceal the truth. Therefore, this invading country will surely have to face consequences commensurate with its atrocities acts. Thank you for your kind attention. ដែលកម្មវិធីរបស់យើងបានដល់ទីបញ្ចប់តែប៉ុណ្ណេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ